ពីបាត់ខ្យល់ពោលធ្វើឲ្យប្រជាជនថៃជាង10លាននាក់ធ្លាក់ក្នុងគ្រោះថ្នាក់ដោយសារការបរាជ័យក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលយោងតាមទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលដែលទទួលបានពីមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសថៃលោកសុផាខនទល់ត្រៃរតនាគ្រូពេទ្យជាន់ខ្ពស់នៅមន្ទីរពេទ្យនផារតរាជធានីបានបញ្ជាក់ថាពលរដ្ឋថៃប្រមាណជាង10លាននាក់កំពុងរងផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកដោយសារកម្រិតខ្យល់ពុលធូលី PM 2.5 ដ៏គួរឲ្យភ័យខ្លាចចំនួនដ៏ច្រើនលើសលប់នៃអ្នករងគ្រោះជាង10លាននាក់នេះត្រូវបានគេរំពឹងថានឹងកើតឡើងនៅឆ្នាំ2026ដោយផ្អែកលើទិន្នន័យពីមន្ទីរពេទ្យរដ្ឋដោយមិនរាប់បញ្ចូលអ្នកដែលព្យាបាលនៅឯកជនឡើយភាគល្អិត PM 2.5 ទាំងនេះត្រូវបានគេដឹងថាជាភាគល្អិតតូចខ្លាំងណាស់ដែលទំហំវាគឺតូចជាងសរសៃសក់មនុស្សធម្មតាប្រមាណ20ទៅ30ដងក្នុងវិបត្តិដ៏ខ្មៅងងឹតនេះកម្រិតដែលកំពុងវាស់នៅក្នុងទីក្រុងបាងកកសប្តាហ៍ថ្ងៃបង្ហាញពីកំហាប់ PM 2.5 ដែលជាកម្រិតពណ៌ទឹកក្រូចដែលអាចបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺថាអង្គការសុខភាពពិភពលោក WHO បានកំណត់គោលការណ៍ណែនាំថាកម្រិត PM 2.5 មធ្យមប្រចាំឆ្នាំមិនគួរលើសពី5មីក្រូក្រាមក្នុង1ម៉ែត្រគូបឡើយនេះបង្ហាញយ៉ាងច្បាស់អំពីគម្លាតដ៏ធំធេងនិងគ្រោះថ្នាក់រវាងកម្រិតសុវត្ថិភាពអន្តរជាតិនិងអ្វីដែលប្រជាជនថៃរាប់លាននាក់កំពុងស្រូបចូលដែលវាបានបង្កើនហានិភ័យសុខភាពកាន់តែខ្លាំងឡើងពេលនេះទីក្រុងបាងកកបានឈានចូលដល់រដូវធូលីប្រចាំឆ្នាំដែលមានរយៈពេលតាំងពីខែវិច្ឆិកាដល់ខែកុម្ភៈជំនួសឲ្យដំណោះស្រាយជាមូលដ្ឋានដើម្បីដោះស្រាយប្រភពបំពុលអាជ្ញាធរបានត្រឹមតែណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅខាងក្រៅនិងផ្អាកសកម្មភាពក្រៅផ្ទះដោយមិនចាំបាច់ពលរដ្ឋជាង10លាននាក់ត្រូវបានបោះបង់ចោលឲ្យប្រឈមនឹងការតាមដានរោគសញ្ញាផ្ទាល់ខ្លួនដូចជាការក្អករលាកភ្នែកឬពិបាកដកដង្ហើមការប្រកាសអាសន្ននេះបង្ហាញយ៉ាងច្បាស់អំពីភាពទន់ខ្សោយនិងភាពធ្វេសប្រហែសក្នុងការការពារសុខភាពពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសថៃដែលកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីភាគល្អិតតូចៗទាំងនេះ